បាទជំរាបសួរបងប្អូនទូស្វាគមន៍ជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងនឹងរៀនបកប្រែអត្ថបទពីភាសាអង់គ្លេសទៅភាសាខ្មែរហើយក្នុងនោះយើងក៏មានរៀនពាក្យពេចន៍មួយចំនួននិងឃ្លាប្រយោគទាក់ទងនឹងវេយ្យាករណ៍ខ្លះក្នុងអត្ថបទរបស់យើងដើម្បីឲ្យបងប្អូនអ្នកតាមដានទស្សនាអ្នករៀនភាសាអង់គ្លេសអាចយល់និងអាចដឹងបានណាអូខេហើយសម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe សូមជួយចុច Subscribe ជួយសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំតោះហើយអត្ថបទយើងហ្នឹងគឺទាក់ទងជាមួយនឹងអត្ថបទកសែតដកស្រង់មួយដែលគេសរសេរថាហ៊ុនម៉ាណែត urges Thailand to honor peace deal release 18 detained soldiers គឺនេះជាចំណងជើងអត្ថបទកសែតណាចំណងជើងអត្ថបទនេះគេដាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត urges ប្រែថាជំរុញគេជំរុញគេសរសេរជាទម្រង់ present simple បច្ចុប្បន្នកាលអញ្ចឹងដោយសារប្រធានវា singular ឯកវចនៈអញ្ចឹងគឺ urge ហ្នឹងគឺទៅតាម s មាន urge ប្រែជំរុញ urges Thailand ប្រទេសថៃមានន័យជំរុញប្រទេសថៃ to honor peace deal អញ្ចឹងពាក្យ peace deal មានន័យថាកិច្ចព្រមព្រៀងសន្តិភាព peace deal ណាកិច្ចព្រមព្រៀងសន្តិភាពហើយពី honor ហ្នឹងគោរពពេលហ្នឹងប្រហែលថាគោរពដោយភាពថ្លៃថ្នូរ honor ហ្នឹងអូខេ honor វាស្មើពាក្យ respect មានន័យថាគោរពដោយភាពថ្លៃថ្នូរពី honor ហ្នឹង release មានន័យថាដោះលែង 18 detained soldiers ទាហានដែលត្រូវបានឃុំឃាំងចំនួន18នាក់ជិត18មកបងដឹងហើយ18ហើយពាក្យ detain ហ្នឹងវាមកពីគេសព្ទ detain មានន័យថាឃុំឃាំងដែលគេសរសេរដាក់ ed អញ្ចឹងគេសរសេរវាជាទម្រង់ present past participle ជាទម្រង់ past participle អតីតជាទម្រង់គេសព្ទក្នុងទី3គេប្រើវាជា adjective នៅក្នុងលក្ខណៈជា passive អញ្ចឹងណាមានន័យថា soldier នេះទាហានអញ្ចឹងទាហានដែលត្រូវបានគេឃុំខ្លួនទាហានដែលត្រូវបានឃុំខ្លួនមិនទាហានហ្នឹងគាត់ឃុំខ្លួនគាត់ទេទាហានត្រូវបានឃុំខ្លួនចំនួន18នាក់កាលណាគេយកគេស័ព្ទខ្ទង់ទី3មកធ្វើជាគុណនាមអញ្ចឹងគេប្រែថាត្រូវបានអីគេមួយណាត្រូវបានឃុំខ្លួនអញ្ចឹងទាហានដែលត្រូវបានឃុំខ្លួនចំនួន18នាក់អូខេពេល release ហ្នឹងគឺមានន័យដោះលែងឥឡូវខ្ញុំប្រើចំណងជើងម្ដងទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជំរុញឲ្យប្រទេសថៃគោរពកិច្ចព្រមព្រៀងសន្តិភាពដោះលែងទាហានដែលត្រូវបានឃុំខ្លួនចំនួន18នាក់អូខេឥឡូវយើងមើលអត្ថបទរបស់យើងណាអញ្ចឹងក្នុងនេះគេដាក់ថា Prime Minister ហ៊ុនម៉ាណែត has urged his Thai counterpart Prime Minister Anutin Chanvirakul to immediately release the 18 Cambodian soldiers held in Thailand, reaffirming the demand during a bilateral meeting at the 47th ASEAN Summit in Kuala Lumpur on October 28. The appeal came just 2 days after both countries signed the historic peace accord. អូខេតើឥឡូវយើងមើលយើងមានពាក្យបាក់ទេនៅក្នុងហ្នឹងឥឡូវយើងសិក្សាទៅលើពាក្យបាក់នឹងវិភាគទៅលើវេយ្យាករណ៍មួយចំនួនសិនណាអូខេឥឡូវគេដាក់ថា Prime Minister មានន័យថាលោកនាយករដ្ឋមន្ត្រីណា Prime Minister នឹងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអូខេ has urged មានន័យថាបានជំរុញគេសរសេរជាទម្រង់ present perfect បច្ចុប្បន្នកាលបរិបូរណ៍ជើងវាមាន subject ហើយបន្តមកគឺមាន have has បូក verb ក្នុងទី3អូខេហ្នឹងគឺ present perfect មានន័យថាបានជំរុញពីមុនមកបានជំរុញឥឡូវហ្នឹងក៏នៅតែជំរុញអាហ្នឹងគេហៅថា present perfect គេប្រើអញ្ចឹងណាអូខេសកម្មភាពដែលធ្វើពីអតីតតដល់បច្ចុប្បន្នឬអាចទៅអនាគតបាន
គេបានជំរុញ his Thai counterpart ពាក្យ counterpart នេះមានន័យថាសមភាគីណាសមភាគីមានន័យថាដៃគូចរចាជាមួយយើងតែពីរនាក់ហ្នឹងគេហៅសមភាគី counterpart សមភាគីថៃនេះរបស់គាត់មានន័យថាបានជំរុញសមភាគីថៃរបស់គាត់ Prime Minister លោកនាយករដ្ឋមន្ត្រីអនុទានឆាន់វីរៈកុលមានន័យថាអនុទានឆាន់វីរៈកុលជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃហើយពាក្យ immediately នេះមានន័យថាយ៉ាងឆាប់រហ័សឬក៏ភ្លាមពាក្យ release ដោះលែងណាជា verb immediately វាជា adverb ហើយ immediately វាជា adverb យ៉ាងឆាប់រហ័សណាភ្លាម release មានន័យថាដោះលែងវាជា verb the 18 Cambodian soldiers មានន័យថាទាហាន soldier ទាហានកម្ពុជា18នាក់មានន័យថាដោះលែងទាហានកម្ពុជាចំនួន18នាក់ជាបន្ទាន់អូខេភ្លាមវាអាចថាជាបន្ទាន់អូខេអញ្ចឹងនៅក្នុងនោះគេសេថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជំរុញឲ្យសមភាគីថៃនេះសមភាគីថៃលោកនាយករដ្ឋមន្ត្រីអនុទានឆាន់វីរៈកុលដោះលែងទាហានកម្ពុជាចំនួន18នាក់ជាបន្ទាន់ immediately ជាបន្ទាន់វាបែបអញ្ចឹងណា held in Thailand ដែលត្រូវបានជាប់ឃុំនៅក្នុងប្រទេសថៃអូខេពាក្យ helping នេះមានន័យថាដែលត្រូវបានឃុំខ្លួនវាមកពីពាក្យ hold មានន័យកាន់កាប់ចាប់អីចឹងណាអូខេអញ្ចឹងវាស្មើពាក្យឃុំខ្លួនពាក្យ held ឃុំខ្លួន in Thailand នៅក្នុងប្រទេសថៃអូខេ reaffirming the demand during a bilateral meeting at the 47th ASEAN Summit in Kuala Lumpur on October 28 អូខេអញ្ចឹងពាក្យ reaffirming មានន័យថាការបញ្ជាក់ឡើងវិញមានន័យថាពីមុនមកធ្លាប់ម្ដងហើយធ្លាប់ថ្លែងម្ដងធ្លាប់និយាយម្ដងឥឡូវនិយាយម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់ reaffirming មានន័យថាការបញ្ជាក់ឡើងវិញ the demand ការទាមទារ demand នឹងការទាមទារឲ្យដោះលែងអូខេអត់ហ៊ាន18ណា during អំឡុងពេល bilateral meeting ការជួបប្រជុំទ្វេភាគីអញ្ចឹងពាក្យ bilateral មានន័យទ្វេភាគីមានន័យតែ2នាក់ណាអត់មានណាចូលរួមទេតែ2នាក់ meeting នឹងការប្រជុំអញ្ចឹងការប្រជុំទ្វេភាគី either នឹងនៅឯហើយដល់ពេលនេះយើង 47 Asian Summit នេះយើងប្រែពី Summit មុនណាកិច្ចប្រជុំកំពូល Summit នេះកិច្ចប្រជុំកំពូលអាស៊ានលើកទី47ណាអូខេអញ្ចឹង47មាន TA អញ្ចឹងអានេះគេថាទី47បងប្អូនអូខេ in នៅក្នុងកូឡាឡាំពួរនៅក្នុងទីក្រុងកូឡាឡាំពួរ on October នៅក្នុងខែ10ថ្ងៃទី23ណា October 28 the appeal មានន័យថាការអំពាវនាវ appeal the appeal ការអំពាវនាវនឹងអំពាវនាវឲ្យសុំដោះលែងទាហាន came មានន័យថាបានធ្វើឡើងមកពីពាក្យ ខំប្រែធម្មតាប្រែថាមកប៉ុន្តែពេលនេះប្រែថាអាការអំពាវនាវនឹងបានធ្វើឡើង just 2 days ត្រឹមតែ 2 days 2ថ្ងៃប៉ុណ្ណោះ after ក្រោយពី both countries ប្រទេសទាំងពីរ both នឹងប្រើពីរអញ្ចឹង country នឹងប្រទេសអញ្ចឹងប្រទេសទាំងពីរ sign មានន័យចុះហត្ថលេខាអូខេគេ CED អញ្ចឹងវា past tense អតីតកាលមានន័យថាបានចុះរួចហើយ sign ចុះហត្ថលេខា the historic peace accord មានន័យថាកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រអញ្ចឹងពី historic មានន័យប្រវត្តិសាស្ត្រគេសរសេរ historic អញ្ចឹងមានន័យថាជា adjective ដែលលក្ខណៈជាប្រវត្តិសាស្ត្រហើយពាក្យ peace accord នឹងមានន័យថាកិច្ចព្រមព្រៀងសន្តិភាពអូខេតើលើយើងប្រែទាំងអស់ឡើងវិញគេដាក់ថា Prime Minister ហ៊ុនម៉ាណែត has urged his Thai counterpart
លោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជំរុញឲ្យសមាភិកីថៃរបស់គាត់ Prime Minister Anutin Chanvirakul នាយករដ្ឋមន្ត្រី Anutin Chanvirakul to immediately release the 18 Cambodian soldiers ដោះលែងទាហានកម្ពុជា18នាក់ជាបន្ទាន់ held in Thailand ដែលត្រូវបានឃុំឃាំងនៅក្នុងប្រទេសថៃ reaffirming the demand during a bilateral meeting at the 47th ASEAN Summit in Kuala Lumpur on October 28. ការបញ្ជាក់ឡើងវិញនៅការទាមទារអំឡុងពេលកិច្ចប្រជុំទ្វេភាគីនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅក្នុងទីក្រុងកូឡាឡាំពួរនៅថ្ងៃទី28ខែ10 The appeal came just today ការអំពាវនាវបានកើតមានឡើងត្រឹមតែរយៈពេល2ថ្ងៃប៉ុណ្ណោះ after both countries signed the historical peace accord ក្រោយពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រអូខេអញ្ចឹងបងប្អូនមេរៀនយើងមានតែប៉ុណ្ណឹងហើយសង្ឃឹមថាជួបគ្នានៅមេរៀនក្រោយបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយនិងជួយ Share កណ្ដឹងផង